តាមមកដល់ពេលនេះរដ្ឋាភិបាលខ្មែរពិតជាបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអន្តរជាតិ ICJ ឬគ្រាន់តែសម្ដែងបោកបន្លំភ្នែកពលរដ្ឋខ្មែរលោកតាជួយពន្យល់ចៅផងអរគុណកូនខ្ញុំបានធ្វើសេចក្តីអធិប្បាយអំពីនីតិវិធីដែលថានរណាអាចដាក់ពាក្យប្តឹងទៅតុលាការ ICJ ឬតុលាការយុត្តិធម៌អន្តរជាតិខ្ញុំបានបង្ហាញអំពីផ្លូវនៃការអនុវត្តបណ្ដឹងខ្ញុំបាននិយាយរឿងហ្នឹងនៅក្នុង show របស់ខ្ញុំតាំងតែពីរដ្ឋាភិបាលកម្ពុជាបង្ហាញថាដាក់ពាក្យប្តឹងថៃទៅ ICJ ខ្ញុំបានអធិប្បាយពន្យល់អំពីថាតើនរណាអាចប្តឹង ICJ បានណាមានន័យថា ICJ ហ្នឹងឧទាហរណ៍ថាចៅឬក៏ខ្ញុំ James Sock គឺអត់អាចទៅប្តឹង ICJ បានទេមានតែរដ្ឋាភិបាលដែលតំណាងអធិបតេយ្យភាពនៃប្រទេសទើបអាចប្តឹងទៅ ICJ បានហ្នឹងលក្ខខណ្ឌមួយណាចៅរឿងប្តឹងទៅ ICJ បន្ទាប់មកទៀតខ្ញុំបាននិយាយអំពីពាក្យដែលដាក់បណ្ដឹងទៅគេអាចប្តឹងទៅ ICJ បានទី1ត្រូវតែជាប្រទេសដែលមានអធិបតេយ្យនិងជាសមាជិករបស់អង្គការសហប្រជាជាតិបើប្រទេសណាមិនមែនជាសមាជិករបស់អង្គការសហប្រជាជាតិប្តឹងមិនបានទេវាអត់មានរដ្ឋអធិបតេយ្យនិងជាសមាជិកនៃអង្គការសហជីវជាតិប្តឹងអត់បានទេហើយនៅពេលប្តឹងប្រទេសដែលដាក់ពាក្យបណ្ដឹងទៅ ICJ ដើមបណ្ដឹងវាត្រូវតែមានការចូលរួមពីចុងបណ្ដឹងឧទាហរណ៍ថាកម្ពុជាប្តឹង Thailand តើ Thailand ជាសមាជិករបស់អង្គការសហប្រជាជាតិឬទេចម្លើយឆ្លើយថា Thailand គឺជាសមាជិករបស់អង្គការសហប្រជាជាតិតើកម្ពុជាជាសមាជិកអង្គការសហប្រជាជាតិឬទេចម្លើយឆ្លើយថាកម្ពុជាជាសមាជិកអង្គការសហប្រជាជាតិអញ្ចឹងលក្ខខណ្ឌទី1ប្តឹងបានដល់ប្តឹងទៅណាដល់ប្តឹងទៅ ICJ នេះក៏ទំនាក់ទំនងទៅថៃទៅដាក់ពាក្យហ្នឹងគេអត់មានទទួលបណ្ដឹងនឹងទេគេទំនាក់ទំនងភាគីទាំងសងខាងតើភាគីរដ្ឋមួយទៀតនៅក្នុងករណីនៃបណ្ដឹងនេះព្រមចូលក្តីជាមួយគ្នាទេណាព្រមចូលក្តីជាមួយគ្នាទេណាព្រមចូលក្តីជាមួយគ្នាទេបើភាគីហ្នឹងព្រមចូលក្តីជាមួយគ្នាបណ្ដឹងហ្នឹងដំណើរការទៅមុខនឹងករណីទឹកដីករណីដែលប្រទេសពីរព្រមព្រៀងចូលបណ្ដឹងជាមួយគ្នានៅក្នុងលក្ខន្តិកៈនៃ ICJ មានមេត្រានៅក្នុងលក្ខន្តិកៈដែលប្រទេសជាសមាជិក ICJ អាចបដិសេធមិនចូលបណ្ដឹងកាលណាបដិសេធមិនចូលបណ្ដឹងដំណើរការក្តីអត់ទៅមុខទេតុលាការ ICJ អត់ដំណើរការក្តីបានទេនឹងសូមជម្រាបត្រង់នឹងហើយបានជាពួកអាគុលឫស្សី23ដុល្លារឆ្កាច់កណ្ដាញស្ញួយឃោសនាថារដ្ឋាភិបាលហ៊ុនម៉ាណែតមិនដាក់ពាក្យបណ្ដឹងទេណារដ្ឋាភិបាលហ៊ុនម៉ាណែតមិនដាក់ពាក្យបណ្ដឹងទេកុហកទេអត់ដាក់ពាក្យបណ្ដឹងទេឥឡូវសួរថាតើរដ្ឋាភិបាលកម្ពុជាដឹកនាំដោយនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដាក់បណ្ដឹងទេខ្ញុំអត់ដឹងដែរតែឃើញផ្សាយថាដាក់បណ្ដឹងចុះមិនក៏ដាក់បណ្ដឹងហើយមិនដំណើរការខ្ញុំបកស្រាយថាដែលមិនដំណើរការនោះពីព្រោះ Thailand មិនចូលក្តីបើចង់ដឹង
ណាអូខេបើចង់ដឹងឲ្យច្បាស់ត្រូវអានលក្ខន្តិកៈ ICJ ដើមបណ្ដឹងដាក់បណ្ដឹងទៅ ICJ តាក់ទងនឹងភាគីបណ្ដឹងចូលក្តីឬទេតាមខ្ញុំមើលទៅ Thailand មិនចូលក្តីនីតិវិធីរបស់តុលាការ ICJ មិនទាន់មានមូលដ្ឋានគ្រប់គ្រាន់ដែលចូលទៅដល់ចំណុចដែលបង្ខំឲ្យក្តីនោះកើតឡើងបាននឹងតាមមើលគ្រប់ពីខាងខ្មែរនិងសៀមនេះណានឹងមើលទៅអញ្ចឹងបានជាคล้ายទៅជាចំណៃមាត់របស់ពួកអកុលអាស័យ23ដុល្លារឯឆ្កាច់កណ្ដាញស្ញួយដែលនិយាយណាចៅណានឹងឆ្លើយបានប៉ុណ្ណឹងខ្ញុំឆ្លើយតាមសមត្ថភាពខ្ញុំណាចៅណាទី1នរណាអាចប្តឹងបានទី2ពេលប្តឹងភាគីរដ្ឋចូលក្តីដូចម្ដេចបើភាគីរដ្ឋមិនចូលក្តីគេជ្រើសរើសយកមាត្រានៃលក្ខន្តិកៈ ICJ មិនចូលក្តីគណៈកម្មាធិការនៃ ICJ គិតថាមិនអាចបង្ខំក្តីនឹងបានទេក្តីនឹងអត់ដំណើរការទេបានជាคล้ายទៅជាចំណៃមាត់ណារបស់ពួកអកុលអាស័យហើយនឹង23ដុល្លារឯឆ្កាច់កណ្ដាញស្ញួយនឹងចំណែកអញ្ចឹងណាកូនណាដល់ក្រោយមកទៀតកាលពីឆ្នាំមុនឆ្នាំ25អកុលអាស័យក៏បានបង្កើតនៅអ្វីដែលហៅថារដ្ឋាភិបាល23ដុល្លារឯឆ្កាច់កណ្ដាញស្ញួយក្រោយពីវាបានបង្កើតមកអកុលអាស័យមិនហ៊ានធ្វើជានាយករដ្ឋមន្ត្រីឬប្រធានាធិបតីរដ្ឋាភិបាល23ដុល្លារឯឆ្កាច់កណ្ដាញស្ញួយទេហើយអត់ហ៊ានតែងតាំងគណៈរដ្ឋមន្ត្រីឯឆ្កាច់កណ្ដាញស្ញួយទេរដ្ឋាភិបាល23ដុល្លារឯឆ្កាច់កណ្ដាញស្ញួយតាំងពីកើតមកវារលូតហើយស្រេចរហូតមកដល់ម៉ោងនេះរដ្ឋាភិបាល23ដុល្លារឯឆ្កាច់កណ្ដាញស្ញួយគ្មានប្រទេសណាមួយទទួលស្គាល់វាទេពីព្រោះវាជារបស់ខ្យល់ស្អុយងោងហ្នឹងមួយទៀតសមាជិកនៃពួកឯឆ្កាច់កណ្ដាញស្ញួយបានទៅសម្ដែងថាទៅ Library of Congress នៅ Washington DC គេទៅយកផែនទីហើយផ្ដិតយកផែនទីបារាំងសៀមដែលបោះបង្គោល1907ហើយបរិវារនៃរដ្ឋាភិបាល23ដុល្លារឯឆ្កាច់កណ្ដាញស្ញួយបានដាក់ពាក្យទៅ ICJ រឿងរដ្ឋាភិបាលហ៊ុនម៉ាណែតដាក់ពាក្យខ្ញុំអត់ដឹងទេខ្ញុំអត់ដឹងថាគាត់ដាក់ឬមិនដាក់ទេតែឃើញរូបគាត់ផ្សាយអញ្ចឹងអូខេការពិតខ្ញុំអត់ដឹងទេខ្ញុំគ្រាន់តែនិយាយហើយវគ្គទី1ឥឡូវងាកមកអារដ្ឋាភិបាល23ដុល្លារឯឆ្កាច់កណ្ដាញស្ញួយដែលវានាំគ្នាវាទៅដាក់ពាក្យប្តឹង ICJ ខ្ញុំសូមជម្រាបថារដ្ឋាភិបាល23ដុល្លារឯឆ្កាច់កណ្ដាញស្ញួយភូតហើយចុះមិនក៏ខ្ញុំអត់ដឹងរដ្ឋាភិបាលហ៊ុនម៉ាណែតភូតចុះមិនបានខ្ញុំដឹងថាអា23ដុល្លារកណ្ដាញស្ញួយនេះវាភូតពីព្រោះអញ្ចេះអារដ្ឋាភិបាល23ដុល្លារឯឆ្កាច់កណ្ដាញស្ញួយមិនមែនជាសមាជិកអង្គការសហប្រជាជាតិទេបើវាមិនមែនជាសមាជិកអង្គការសហប្រជាជាតិទេវាអត់ប្តឹងបានទេអញ្ចឹងពាក្យបណ្ដឹងរបស់ពួកអា23ដុល្លារឯឆ្កាច់កណ្ដាញស្ញួយណាវាភូតទេតែប៉ុណ្ណឹងមានតែប្រទេសអង្គការសហជីវជាតិទេទៅអាចប្តឹងទៅ ICJ បានទី2ចំណែកនៃក្តី ICJ ដែលជាប្រទេសត្រូវតែសុខចិត្តចូលក្តីទើបអាចដំណើរការក្តីបានថៃឡង់វាកំពុងតែកិច្ចវាអត់ចូលក្តីទេហើយសូមបញ្ជាក់ថាចុះ
ពីឆ្នាំ59ដល់62ហេតុដូចម្ដេចបានថៃឡង់ចូលក្តីព្រះវិហារសូមបញ្យល់ថៃឡង់ចូលក្តីព្រះវិហារឆ្នាំ59ដល់62ដោយវាជឿថាវាអាចក្តីឈ្នះខ្មែរលើករណីប្រាសាទព្រះវិហារហើយក៏ចុងក្រោយវាបរាជ័យដល់វាបរាជ័យវាក៏សិក្សាវាយតម្លៃពីដំណើរក្តីរបស់វាដំណើរក្តីរបស់វាបានរកឃើញផែនទីដែលបារាំងគូវាបានរកឃើញផែនទីដែលបារាំងគូនៅឆ្នាំពី1907ក្រោយសន្ធិសញ្ញាមកកុំមីស្យុងដែលដាំបង្គោលព្រំដែនហ្នឹងក៏ចាប់ផ្ដើមរៀបផែនទីហ្នឹងមានមាត្រដ្ឋាន1/200,000ដល់សៀមវាពិនិត្យមើលផែនទីហ្នឹងឲ្យច្បាស់លាស់ពីដើមឡើយផែនទីសម័យបុរាណបារាំងវាគូផែនទីរៀបចំបន្ទាត់ព្រំដែនដោយសម្គាល់តាមខ្សែទឹកហូរហើយភាសាអង់គ្លេសគេហៅថា watershed គេយក watershed ហ្នឹងជា base សម្រាប់ draw border line បារាំងរៀបព្រំដែនជាមួយសៀមពី1907មកគឺយកតាម watershed ដោយសារតែបច្ចេកទេសផែនទីអា cartography technology ជំនាន់ហ្នឹងវានៅបុរាណបារាំងវាយកតាមហ្នឹងតែបារាំងវាគូផែនទីខុសជាការពិតបារាំងវាខុសនៅក្នុងនិយមការនៅក្នុងកំណត់ហេតុនិយមការវាសរសេរត្រឹមត្រូវនៅក្នុងកំណត់ហេតុនិយមការនៃគណៈកម្មការបោះបកគោលព្រំដែនបារាំងសៀមវាសរសេរត្រឹមត្រូវអូខេវាសរសេរត្រឹមត្រូវក៏ប៉ុន្តែដល់ពេលវាគូខុសបារាំងវាគូខុសហើយកាលហ្នឹងសៀមវាល្ងងដល់សៀមវាល្ងងហ្នឹងបារាំងវាគូខុសដល់មកឆ្នាំ62នេះក្រោយក្តីព្រះវិហារហើយនេះសៀមវាចេះជាងមុនចាប់ពីឆ្នាំ60សៀមវាចេះជាងមុនដល់វាចេះជាងមុនវាទៅពិនិត្យអាផែនទី1/200,000ហ្នឹងដល់វាទៅពិនិត្យអាផែនទីហ្នឹងវាឃើញបារាំងគូខុសវាតវ៉ាដល់តុលាការអន្តរជាតិតែតុលាការអន្តរជាតិថារាប់សិបឆ្នាំហើយអ្នកមិនតវ៉ាអ្នកទៅតែតវ៉ាឥឡូវដូច្នេះតុលាការចាត់ទុកថាផែនទីនេះជាមូលដ្ឋានរីឯកំណត់ហេតុនិយមការអត់យកមកប្រើទេគឺយកផែនទីនឹងមកប្រើបានជាតុលាការ ICJ កាត់ឲ្យព្រះវិហារខ្មែរយើងបានទាំងមូលសៀមវាសិក្សាក្រោយចាញ់ក្តីហ្នឹងវាឈឺចាប់ណាស់គេហៅថាជាដំបៅនៅក្នុងបេះដូងសៀមដែលសៀមវាឈឺចាប់ណាស់វាចាញ់ក្តីព្រះវិហារហើយសួរថាណាវាសួរខ្លួនឯងថាតើថ្ងៃក្រោយវាត្រូវគិតយ៉ាងម៉េចរឿងក្តី ICJ បានជាបច្ចុប្បន្ននេះវារកវិធីយ៉ាងណាមិនចូលក្តី ICJ ជាមួយខ្មែរទេនេះគឺជាមូលហេតុសួរថាអាពួក23ដុល្លារឯឆ្កាច់កណ្ដាញ់ស្ញួយណាវាដឹងទេអាជើងឯកទទួលខុសត្រូវខាងព្រំដែននៅក្នុងរដ្ឋាភិបាល23ដុល្លារឯឆ្កាច់កណ្ដាញ់ស្ញួយអត់ចេះច្បាប់ទេអាវាអួតថាជួលមេធាវីអន្តរជាតិណាវាអត់មានជួលទេមកពីអីលុយអាកុលអាស័យត្រូវប្រមូលអាកុលអាស័យអត់ត្រូវការយកលុយនឹងទៅចំណាយលើអីក្រៅពីប្រមូលយកទុកចាយទេអាហ្នឹងអញ្ចឹងសូមឲ្យយល់ថាហេតុដូចម្ដេចបានជាសៀមនោះវាប្រឹងប្រែងគ្រប់ពេលវេលាដើម្បីកិច្ចមិនចូលក្តី ICJ តើថ្ងៃមុខអាចចូលទេថ្ងៃមុខអាចចូលអាចកិច្ចមិនរួចចូលដូច្នេះហើយដំណើររបស់រដ្ឋាភិបាលកម្ពុជាកំពុងតែស្វែងយល់